សួស្តីអ្នកទាំងអស់គ្នាមកជួបអេមីនម្ដងទៀតហើយនៅក្នុងរឿងអភិនិហាស្នេហ៍ដែលជាភាគបន្តនឹងហើយបងប្អូនកុំឲ្យខាត់ពេលវេលាយូរយើងទៅទស្សនាសាច់រឿងយើងពេញទាំងអស់គ្នាចាប់ផ្ដើមនៃសាច់រឿងរបស់យើងក៏បានឃើញថាមីរបស់យើងនឹងគឺគាត់ត្រឡប់មកវិញហើយក្រោយពីបាត់មួយយប់អីចឹងប៉ុន្តែគេអត់ហ៊ានចូលមកលឺទេគេលបចូលមកព្រោះខ្លាចចង្វន់របស់យើងនឹងតន់អីចឹងប៉ុន្តែគឺដូចតែដឹងចឹងចង្វន់របស់យើងនឹងគឺចាំគេរួចស្រេចបាត់ទៅហើយមីរបស់យើងឃើញចឹងក៏គេចង់ដកថយទៅវិញដែរប៉ុន្តែចុងមុនរបស់យើងក៏ហៅឲ្យគេចូលមកអង្គុយភ្លាមមកមីរបស់យើងគឺដើរចូលមកទាំងញញីញញ័រតែម្ដងហើយពេលហ្នឹងក៏មើលខ្សែភ្នែករបស់អ្នកទាំងពីររបស់យើងគឺចង់ស៊ីសាច់ហត់ឈាមតែម្ដងហើយបងម៉ែយើងនេះគឺខ្លាចឡើងញ័រហើយពេលហ្នឹងមីរបស់យើងក៏ដើរចូលមកអង្គុយទាំងទឹកមុខហ្នឹងគឺដឹងខុសខ្លាំងមែនទែនពេលហ្នឹងចុងមុនរបស់យើងក៏ចាប់ផ្ដើមស្ដីបន្ទោសឲ្យមីរបស់យើងថាយប់មិញហ្នឹងឯងទៅណាហេតុអ្វីមិនត្រឡប់មកផ្ទះវិញអញ្ចឹងឈុកកោរបស់យើងក៏បន្តថាឯងដឹងទេថាពួកយើងនឹងគឺចាំឯងពេញមួយយប់ហើយលឹងអត់ពេលហ្នឹងបំមែវរបស់យើងគឺគាត់អត់និយាយអីនោះទេគឺក្រាបកំហាត់ហេតុទាំងទុកតែម្ដងដែលធ្វើឲ្យអ្នកទាំងពីររបស់យើងនឹងគឺមើលមុខគ្នាលែងឡង់បែបឆ្ងល់តែម្ដងហើយពេលហ្នឹងបំមែវរបស់យើងក៏បានងើបមុខមកវិញហើយក៏សម្លឹងទៅអ្នកទាំងពីរដោយសម្ដីថាតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅពីអ្នករបស់យើងនឹងពេលលឺអញ្ចឹងគឺមើលមុខគ្នាឆ្ងល់ទៀតតើមានរឿងអីអញ្ចឹងពេលហ្នឹងបងមានរបស់យើងនឹងគឺគាត់បានស្រមៃឲ្យឃើញថាយប់មិញហ្នឹងគឺគាត់ផឹកស្រាជាមួយនឹងលោកពូរបស់យើងហើយពេលហ្នឹងគឺគាត់កោលោកពូរបស់យើងនឹងគឺកោខ្លាំងមែនទែនហើយរឿងមួយនេះវាមិនទាន់អីនោះទេប៉ុន្តែរឿងមួយទៀតដែលបងមានរបស់យើងនឹងគឺខ្មាស់គេជាងគេនោះពេលដែលគាត់ស្វឹងហ្នឹងគឺគាត់បានថាបលោកពូរបស់យើងហើយពេលហ្នឹងលោកពូរបស់យើងនឹងក៏បានសើចគេដោយសារភាពខ្ជិលខ្ជួររបស់គេអីអញ្ចឹងហើយមីរបស់យើងមានគិតអញ្ចឹងណាគិតតែគាត់សើចចំអកខ្លួនអញ្ចឹងក៏គេអៀនផ្កាប់មុខផ្កាប់មាត់តែម្ដងហើយពេលហ្នឹងឃើញមីរបស់យើងធ្វើខ្លួនបែបហ្នឹងគឺលោកពូរបស់យើងគឺខ្នាញ់គេខ្លាំងមែនទែនពេលហ្នឹងហើយក៏កាត់មកមីរបស់យើងវិញគេក៏បានរៀបរាប់ប្រាប់ចុងវុនហើយនឹងឈុកកោបន្តថាតទៅទៀតហ្នឹងគឺគេអត់ដឹងថាម៉េចទេស្រេចតែលោកពូហើយពេលហ្នឹងចុងវុនរបស់យើងគឺដល់ថ្នាក់ធ្លាក់នំពីដៃតែម្ដងហើយពេលលឺមាននឹងនិយាយអញ្ចឹងហើយក៏កាត់មកពេលព្រឹកហ្នឹងគឺយើងក៏បានឃើញថាមានរឿងលោកពូរបស់យើងគឺបានកេងក្រេមួយពីរនាក់អីចឹងទៅហើយពេលដែលមានរបស់យើងនឹងក្រោកភ្ញាក់មកឃើញថាលោកពូនឹងដេកគៀនគេអញ្ចឹងគេក៏ថាលោកពូរបស់យើងនឹងធ្លាក់ពីលើក្រេតែម្ដងទៅពេលហ្នឹងលោកពូរបស់យើងក៏បានសួរទៅកាន់គេឯងថាយើងធ្វើអីលោកពូរបស់យើងក៏បានរៀបរាប់ទៅថាជុំមិញហ្នឹងគឺឯងស្រវឹងខ្លាំងណាស់ហើយរើរបស់យើងនឹងពេញហាងអស់តែម្ដងហើយយើងក៏បានដោះសម្លៀកបំពាក់ឯងចេញដោយសារតែវាប្រឡាក់អីចឹងហើយរឿងរបស់មាននឹងលោកពូនឹងគឺមានតែប៉ុណ្្នឹងឯងចុងមុនរបស់យើងក៏និយាយថាមួយរយៈនេះគេត្រូវគិតមុខពីលោកពូបន្តិចហើយមើលទៅនឹងហើយមានរបស់យើងគាត់ក៏បានបន្តទៀតថាចាប់ពីពេលនេះទៅគឺគាត់ចុះផឹកទៀតហើយបើថ្ងៃណាគាត់ផឹកស្រាវិញសូមគាត់នឹងខ្លាចទៅជាឆ្កែទៅចុះឈុកកោរបស់យើងលឺអញ្ចឹងក្តៅឆេតែម្ដងនេះឯងចង់មើលងាយឆ្កែមែនទេនិយាយទៅគឺអ្នកទាំងពីរនឹងគឺបិណ្ឌឆ្លោះគ្នាខ្លាំងមែនទេដែលធ្វើឲ្យចុងវុនយើងនឹងសើចខ្លាំងមែនទេពេលហ្នឹងហើយភ្លាមនឹងទូរស័ព្ទរបស់ចុងវុនយើងនឹងក៏មានសារមួយបន្លឺឡើងចុងវុនរបស់យើងមើលហើយក៏សុំពួកគេនឹងចេញទៅក្រៅភ្លាមតែម្ដងហើយពេលហ្នឹងមានរបស់យើងក៏សួរទៅចុងវុនថាចេញទៅដេតមែនដែលមើលទៅពេលហ្នឹងឈុកកោរបស់យើងនឹងគឺតម្លាក់ទឹកមុខចូលតែម្ដងចុងវុនរបស់យើងក៏ឆ្លើយថាអត់មានណាហើយក៏មើលមុខឈុកកោរបស់យើងបន្តិចដែរពេលហ្នឹងចុងវុនរបស់យើងគឺអត់និយាយច្រើនទេប្រាប់ថាគាត់ទៅហើយចាំគាត់ត្រឡប់មកវិញហើយក៏ដើរចេញទៅបាត់ទៅពេលហ្នឹងហើយក៏ដូចរាល់ដងអញ្ចឹងឲ្យតែចុងមុនរបស់យើងនឹងចេញទៅក្រៅគឺឈុកកោរបស់យើងនឹងគឺគាត់អត់សប្បាយចិត្តនោះទេនិយាយពីបងម៉ែរបស់យើងវិញពេលហ្នឹងគឺគាត់អត់តន់ឈប់គិតដល់រឿងហ្នឹងនោះទេគឺគាត់នៅតែនិយាយម្នាក់ឯងទៅមកនឹងឯងដែលធ្វើឲ្យឈុកកោរបស់យើងនឹងគាត់ក៏រៀងអស់សំណើចបន្តិចដែរពេលឃើញមិត្តរបស់ខ្លួននឹងបែបហ្នឹងកំពុងតែដេកហ្នឹងបងម៉ែរបស់យើងក៏បានសួរទៅកាន់ឈុកកោរបស់យើងថាយប់មិញហ្នឹងឯងនឹងចុងវុនហ្នឹងយ៉ាងម៉េចទៅហើយបានជាមានអារម្មណ៍ថាដូចជាប្លែកយ៉ាងម៉េចមិនដឹងទេឈុកកោរបស់យើងពេលហ្នឹងគឺឆ្លើយតែអត់ខ្វល់តែម្ដងថាពួកគេហ្នឹងគឺបានថាបគ្នាហើយរបស់យើងពេលលឺអញ្ចឹងគឺគាត់ស្ទុះងើបតែម្ដងហើយក៏សួរទៅឈុកកោម្ដងទៀតថាឯងថាបចុងវុនមែនទេតែឈុកកោរបស់យើងពេលហ្នឹងក៏អត់បាននិយាយនោះទេដោយសារតែមានទុកដូចគ្នាអ្នកទាំងពីររបស់យើងក៏មកអង្គុយផឹកស្រាជាមួយគ្នាទៅពេលហ្នឹងមានរបស់យើងក៏បានសួរទៅកាន់ឈុកកោថាក្រៅពីថើបហ្នឹងឯងបានធ្វើអ្វីចុងវុនទៀតតែឈុកកោក៏ថាគិតតែពីរឿងឯងទៅរបស់យើងក៏បន្តថាហេតុអ្វីឯងមិនអត់ធ្មត់ទៅឯងក៏ដឹងថាពេលវេលារបស់យើងនឹងគឺចិត្តអស់ហើយហេតុអ្វីឯងនៅតែធ្វើបែបហ្នឹងទៀតកោពេលហ្នឹងគឺគាត់និយាយអីអត់ចេញទេមានយើងនឹងនៅតែបន្តថាឯងក៏ដឹងដែរថាបរិសម្នាក់ហ្នឹងជាក្តីសុខរបស់ចុងវុនហេតុអ្វីឯងមិនប្រើពេលវេលាដែលនៅសេសសល់នឹងធ្វើឲ្យចុងវុនរបស់យើងនេះមានក្តីសុខទៅពេលហ្នឹងមានរបស់យើងគឺចង់យំផងអីផងហើយក៏និយាយថាយើងដឹងហើយតើនិយាយហើយមានរបស់យើងក៏អកស្រាយកតែម្ដងចំណែកចុងវុននឹងសង្សារចាស់របស់គាត់ពេលនេះគឺកំពុងតែដើរលេងនៅមាត់ទន្លេអីចឹងពេលហ្នឹងចុងវុនរបស់យើងក៏និយាយថាការដែលបានមកលេងមាត់ទន្លេហានបែបនេះគឺនឹកឃើញកាលពីមុននឹងខ្លាំងណាស់
ហើយពេលហ្នឹងសង្សារចាស់របស់ចង្វន់ក៏និយាយថាប៉ិនមែនហើយកាលពីមុនហ្នឹងគឺយើងមកញឹកញាប់ណាស់ដោយសារតែយើងអត់លុយចង្វន់ក៏សើចតែម្ដងហើយគាត់ក៏បានបន្តសម្លឹងមុខរបស់ចង្វន់របស់យើងដោយនិយាយទៅកាន់ចង្វន់របស់យើងថាឥឡូវនេះឯងផ្លាស់ប្ដូរខ្លាំងណាស់ពេលហ្នឹងចង្វន់របស់យើងក៏មើលទៅមុខគាត់ដោយញញឹមឆ្ងល់បន្តិចដែរគាត់ក៏បានបន្តសួរទៅកាន់ចង្វន់ថាមួយរយៈនេះបានឮមនុស្សនិយាយញឹកញាប់ឬអត់ថាចង្វន់នឹងគឺមានក្តីសុខជាងមុនហើយអាទិត្យមុនហ្នឹងគាត់បានដើរកាត់ហាងរបស់ចង្វន់ដោយចៃដន្យពេលដែលចង្វន់នឹងកំពុងតែធ្វើការពេលហ្នឹងគឺគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែទឹកមុខរបស់ចង្វន់ពេលហ្នឹងគឺមានក្តីសុខខ្លាំងណាស់ឬដោយសារតែចង្វន់ហ្នឹងគឺមានពួកគេឬក៏ឆូកូពេលហ្នឹងចង្វន់របស់យើងក៏ប្រញាប់ប្រកាយគាត់ប៉ុន្តែគាត់ក៏និយាយតថាឯងដឹងទេថ្ងៃនេះឯងនិយាយឈ្មោះរបស់ឲ្យឆូកូនឹងប៉ុន្មានដងទៅហើយចង្វន់ទោះកាលពីមុនយើងជាសង្សារនឹងគ្នាឯងដូចជាសប្បាយចិត្តក៏ពិតមែនប៉ុន្តែពេលខ្លះឯងដូចជាបានត្រៀមចិត្តបែកជាមួយនឹងយើងយូរទៅហើយទោះជានៅជាមួយគ្នាក៏ឯងធ្វើដូចជានៅម្នាក់ឯងអញ្ចឹងចង្វន់ក៏បានបន្តទៅគាត់ខ្ញុំពិតជាមិនដឹងពិតមែនថាពីមុននឹងខ្ញុំធ្វើឲ្យបងនឹងមានអារម្មណ៍ថាឯកាដល់ថ្នាក់ហ្នឹងគាត់ក៏បានបន្តទៀតថាឥឡូវនេះឯងមិនដូចពីមុនទៀតទេឯងឥឡូវនេះគឺមានក្តីសុខច្រើនជាងមុនចឹងហើយឯងត្រូវតែចាប់យកវាឲ្យជាប់ធ្វើដើម្បីខ្លួនឯងឬដែរឬទេចង្វន់ក៏បន្តទៅកាន់គាត់ថាប៉ុន្តែពេលនេះគេចិត្តទៅហើយគេទៅទីឆ្ងាយខ្លាំងណាស់ពេលនោះសង្សារចាស់របស់ចង្វន់នឹងក៏បានសម្លឹងទៅមុខចង្វន់យើងបន្តិចមុននឹងនិយាយទៅកាន់គេវិញចង្វន់ណាគ្រប់ការជួបតែមានការបែកសំខាន់នោះគឺយើងបានជួបគ្នាចឹងហើយចង្វន់ឯងកុំខ្លាចការបែកគ្នាអីនិយាយរួចអ្នកទាំងពីរក៏មើលមុខគ្នាបន្តិចមុននឹងនិយាយរឿងចាស់ជាមួយគ្នាបន្តទៀតពេលត្រឡប់មកវិញនឹងចង្វន់របស់យើងនឹងគឺនឹកដល់តែពាក្យសង្សារចាស់របស់ខ្លួននឹងបាននិយាយជាមួយខ្លួនកាលពីថ្ងៃហ្នឹងថាកុំឲ្យចង្វន់របស់យើងនឹងខ្លាចពាក្យបែកគ្នាសំខាន់ពេលនេះបានជួបគ្នាហើយត្រូវតែស្រវាចាប់ឲ្យជាប់កំពុងតែដើរគិតសុកសុងហ្នឹងចង្វន់របស់យើងក៏បានឃើញថាឆូកូរបស់យើងនឹងបានចូលចាំខ្លួននៅមុខផ្លូវចូលផ្ទះបាត់ទៅហើយរំពេញហ្នឹងឆូកូរបស់យើងក៏បានរត់សម្ដៅទៅរកចង្វន់របស់យើងដោយសេចក្តីរីករាយតែម្ដងហើយចង្វន់របស់យើងមកមុខឆូកូដោយស្នាមញញឹមរួចក៏សួរទៅថាឯងចាំយើងមែនទេឆូកូរបស់យើងក៏ងក់ក្បាលចង្វន់ក៏បន្តសួរតែឯងដឹងមែនថាយើងនឹងមកពេលណាកូនរបស់យើងក៏ឆ្លើយថាគេមិនដឹងទេប៉ុន្តែគេនឹងរងចាំរហូតដល់ចង្វន់របស់យើងនឹងត្រឡប់មកវិញប៉ុន្តែហេតុអ្វីបានចំមកលឿនម្ល៉េះចង្វន់របស់យើងក៏តបថាដោយសារគាត់ដឹងថាមានរងចាំគាត់នឹងចិត្តដាច់ខ្យល់ស្លាប់ទៅហើយឆូកូលឿនអញ្ចឹងគេក៏រៀងអស់សំណើចខ្លួនឯងដែរពេលហ្នឹងហើយឆូកូក៏បានបន្តយកដៃរបស់ខ្លួននឹងទៅអង្អែក្បាលរបស់ចង្វន់ហើយនិយាយថាក្មេងល្អចង្វន់របស់យើងពេលអញ្ចឹងទៅគាត់ក៏និយាយថាគាត់គឺជាម្ចាស់ហើយអ្វីបានជាមកអង្អែក្បាលរបស់គាត់ទៅវិញឆូកូគេធ្វើមកបែបអត់ខ្វល់ហើយពេលហ្នឹងចង្វន់របស់យើងក៏បានបន្តសួរទៅកាន់ឆូកូទាំងទឹកមុខប្រកាសបជាគឺបែបនេះយើងមានរឿងមួយចង់សួរឯងនៅពេលនេះថាតើឯងមានក្តីសុខដែរឬទេពេលដែលឯងនៅជាមួយយើងហើយតើឯងធ្លាប់ស្រឡាញ់យើងដែរឬទេឆូកូរបស់យើងលឿនអញ្ចឹងគាត់ក៏ញញឹមបន្តិចមុននឹងនិយាយថាគាត់ពិតជាមានក្តីសុខខ្លាំងណាស់ពេលដែលបាននៅជាមួយនឹងចង្វន់ហើយគេក៏ស្រឡាញ់ចង្វន់ខ្លាំងណាស់ស្រឡាញ់តាំងពីដំបូងដែលបានជួបគ្នាមកម្ល៉េះចង្វន់របស់យើងពេលបានទទួលចម្លើយបែបនេះគេពិតជាសប្បាយចិត្តខ្លាំងណាស់ក្រោយពីសារភាពក្តីស្រឡាញ់ឲ្យគ្នាដឹងទៅវិញទៅមកហើយអ្នកទាំងពីរក៏បានបណ្ដាលគ្នាត្រឡប់ទៅផ្ទះវិញយ៉ាងមានក្តីសុខតែម្ដងហើយព្រឹកឡើងហ្នឹងយើងក៏បានឃើញចង្វន់របស់យើងនេះរៀបចំខ្លួនទៅធ្វើការហើយក៏បបួលពួកគេហ្នឹងទៅជាមួយដូចរាល់ដងអញ្ចឹងប៉ុន្តែបងម៉ែយើងនេះអត់តន់ចង់ទៅទេតតែឆូកូហ្នឹងអស់ទៅតែម្ដងដល់ហាងហើយនៅតពួនក្រោយក្នុងឆូកូទៀតមីលយើងក៏រាក់ទាក់ក៏បន្តិចហើយក៏ដើរចេញទៅបាត់ទៅហើយអំឡុងពេលធ្វើការយើងក៏ឃើញថាមនុស្សពេញហាងតែម្ដងហើយថ្ងៃនេះហើយមីលរបស់យើងវិញគឺកិច្ចណាស់ជួបណាស់តែម្ដងហើយពីអ្នកលោកពូនេះមកមើលគូស្នេហ៍ថ្មីថ្មោងរបស់យើងវិញគឺថាចេញញញឹមចូលញញឹមហើយធ្វើការឥឡូវគឺម្នាក់ឯងអត់ចេះធ្វើទេធ្វើតែពីរនាក់បាត់ចេះធ្វើអញ្ចឹងមិនថាតែមានស្នេហាហើយព្រាមនឹងយើងក៏បានឃើញបរិសម្នាក់ទៀតបានដើរចូលមកក្នុងហាងហើយក៏ដើរសម្ដៅទៅរាក់ទាក់នឹងលោកពូរបស់យើងពេលហ្នឹងមីរបស់យើងក៏បានលោបមើលអ្នកទាំងពីរដែរឃើញថាអ្នកទាំងពីរហ្នឹងគឺចិត្តស្និទ្ធគ្នាខ្លាំងណាស់ដែលធ្វើឲ្យមីរបស់យើងហ្នឹងផ្សែងចេញតាមភ្នែកតែម្ដងហើយពេលហ្នឹងមីរបស់យើងក៏បានយកទឹកឲ្យអ្នកទាំងពីរប៉ុន្តែយកទៅដល់គឺបោះយកតែម្ដងដោយសារតែភ្លើងប្រច័ណ្ឌពេលហ្នឹងលោកពូយើងក៏បានសុំទោសម្នាក់នឹងដែរហើយចង្វន់របស់យើងនេះគឺតាមអត់ទាន់ទេពេលហ្នឹងនោះឡើយតែស្វីតពេកសំណេះសំណាលគ្នារួចហើយអ្នកទាំងពីរក៏បំបែកផ្លូវគ្នាទៅផ្ទះអីចឹងទៅហើយម្នាក់ហ្នឹងក៏បានផ្ដាំលោកពូឲ្យទៅលេងគេផងគេចាំជូនដំណើរភ្ញៀវរួចហើយលោកពូក៏បានដើរមករកចង្វន់ក៏សួរថានឹងមិត្តភក្តិលោកពូមែនគាត់ក៏ថាមិត្តភក្តិសម័យរៀនហើយលោកពូក៏បានផ្ដាំផ្ញើចង្វន់បន្តឲ្យបិទហាងផងថ្ងៃនេះគាត់ត្រូវទៅមុនហើយចង្វន់របស់យើងក៏អូខេហើយក៏ដើរចេញទៅហើយពេលហ្នឹងមីរបស់យើងក៏បានដើរមករកលោកពូបណ្ដោភ្លាមគេក៏ថាឲ្យលោកពូយើងយកថាយកដល់អត់ស្ដាប់ហេតុផលអ្វីលោកពូយើងសោះឡើយ
លោកពូរបស់យើងក៏ព្យាយាមធ្វើចិត្តត្រជាក់ដើម្បីនិយាយហេតុផលប្រាប់គេប៉ុន្តែមើលទៅដូចជាគ្មានបានផលនោះទេនៅពេលនោះលោកពូរបស់យើងក៏អធិប្បាយទៅថាគេគឺជាមិត្តភក្តិនៅសម័យរៀនរបស់គាត់លោកពូរបស់យើងពេលនោះក៏រៀងខឹងដែរគាត់ក៏និយាយថាយើងមិនដឹងថាយើងមានហេតុផលអ្វីដែលយើងត្រូវអធិប្បាយឯងស្ដាប់នោះទេនិយាយរួចគាត់ក៏ដើរចេញទៅហើយអ្នកទាំងពីររបស់យើងបានតែអង្គុយមើលយ៉ាងបារម្ភតែប៉ុណ្ណោះពេលនោះលោកពូរបស់យើងក៏បានដើរចេញមកវិញរួចក៏និយាយថាយើងបានលើចុងវន់និយាយប្រាប់យើងថាឯងត្រូវត្រឡប់ទៅវិញហើយចឹងឯងកុំភ្លេចមកញ៉ាំបាយផ្ទះយើងមួយពេលផងនិយាយរួចគាត់ក៏ដើរចេញទៅបាត់ទៅបន្ទាប់មកអ្នកទាំង3ក៏បាននាំគ្នាទៅអង្គុយនិយាយគ្នានៅក្នុងហាងមួយពេលហ្នឹងចុងវន់គាត់និយាយថាគាត់ដឹងរឿងហ្នឹងនៅចៃដន្យនោះទេចុងវន់គាត់ក៏បានបន្តគាត់ដឹងថាថ្ងៃណាមួយអ្នកទាំងពីរប្រកាសជាត្រឡប់ទៅវិញមិនខាននោះទេពេលហ្នឹងមីរបស់យើងក៏បានសុំទោសទៅកាន់ចុងវន់ក៏ថាមិនអីនោះទេពេលហ្នឹងឈុកគោរបស់យើងក៏បាននិយាយឡើងថាគេនឹងមិនទៅវិញនោះទេចុងវន់ក៏បន្តតែឯងក៏អ្វីឈុកគោពេលហ្នឹងឈុកគោរបស់យើងក៏បាននិយាយគេមិនទៅវិញនោះទេបើទៅវិញគេអាចនឹងមិនបានត្រឡប់មកជួបចុងវន់របស់យើងវិញទោះបីជាវិញ្ញាណរបស់គេត្រូវរលាយក៏គេនៅជាមួយចុងវន់យើងឲ្យបានដែរពេលហ្នឹងមីរបស់យើងគឺខឹងឈុកគោរបស់យើងនឹងខ្លាំងមែនទែនដែលគេមិនព្រមត្រឡប់ទៅវិញជាមួយខ្លួនហើយគេក៏ដើរចេញពីទីនោះបាត់ទៅនៅសល់តែចុងវន់របស់យើងហើយនឹងឈុកគោនៅសម្លឹងមុខគ្នាដោយភាពសោកសៅតែម្ដងហើយពេលហ្នឹងហើយបងប្អូនឥឡូវសាច់រឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់ហើយដែរអរគុណសម្រាប់ការទស្សនារឿងរបស់អេមីនតាំងពីដើមរហូតដល់ចប់អរគុណច្រើនជម្រាបលាបាយបាយ